សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូដំណើរកម្សាន្តជាលក្ខណៈគ្រួសារពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមហើយចំពោះដំណើរកម្សាន្តមួយនេះគឺយើងចំណាយពេលធ្វើដំណើររៀងយូរដែរដោយសារតែខ្ញុំអត់ជិះយន្តហោះពីប្រទេសខ្មែរមកប្រទេសវៀតណាមទេគឺខ្ញុំជិះឡានអ្នកទាំងអស់គ្នាហើយខ្ញុំមកដល់ភ្លាមគឺរកអីញ៉ាំភ្លាមនៅសន្តាគារហើយគាត់នេះគឺជាបងប្រុសខ្ញុំពួកដំណើរកម្សាន្តមួយនេះក៏មកលេងគ្នាច្រើនដែរអ្នកនរគ្នាមានបងថ្លៃមានប៉ាម៉ាក់ខ្ញុំហើយក្មួយហើយពីដំបូងអត់មានបំណងថាទៅដាណែងទេអ្នកនរគ្នាគឺគិតថាមកលេងត្រឹមតែហូជីមិញទេតែស្រាប់តែគេនៅហូជីមិញមកយប់ហើយក៏បដូរស្កេតយកភ្លាមអញ្ចឹងខ្ញុំក៏រៀបចំកក់សំបុត្រយន្តហោះទាំងយប់តែម្ដងដើម្បីរៀបចំដំណើរកម្សាន្តទៅទីក្រុងដាណែងមុននឹងចេញទៅដាណែងគឺបានដើរលេងហើយញ៉ាំអីនៅហូជីមិញហើយសប្បាយអ្នកទាំងអស់គ្នាតែខ្ញុំអត់បានចូលញ៉ាំអាហារវៀតណាមទេដោយសារខ្ញុំអត់ចំណូលអាហារវៀតណាមអញ្ចឹងគឺញ៉ាំម្ហូបជប៉ុនអញ្ចឹងពេលវេលាកន្លងផុតអស់ទៅមួយយប់អ្នកទាំងអស់គ្នាលឿនដូចគេកុហកហើយឥឡូវយើងបានមកដល់ពលានឥឡូវនេះខ្ញុំកំពុងតែចាំជើងហោះហើរចេញពីទីក្រុងហូជីមិញទៅទីក្រុងដាណែងហើយវីដេអូនេះខ្ញុំមិនថតកាមេរ៉ាទេអ្នកនរគ្នាគឺពេលនេះខ្ញុំថតទូរស័ព្ទដៃហើយកាត់ចេញពី live ទៀតអញ្ចឹងកុំថា live អ្នកនរគ្នាមើលវល់មុខសម្រាប់ខ្ញុំខ្លួនឯងក៏មើលវល់មុខដែរហើយនៅពេលនេះខ្ញុំបានធ្វើដំណើរមកដល់ resort មួយនៅទីក្រុងដាណែងហើយវីដេអូកន្លែងហ្នឹងខ្ញុំមានអារម្មណ៍ថាឆ្ងល់ខ្លួនឯងហេតុអីខ្ញុំកាន់កាមេរ៉ាញីញ័រមែនអ្នកទាំងអស់គ្នាដោយសារតែខ្ញុំហេវបាយពេកហើយមើលទៅឥឡូវខ្ញុំជិះឡានទៅកន្លែងញ៉ាំអីសិនហើយចំពោះកន្លែងញ៉ាំអីគឺអត់ឆ្ងាយទេអ្នកទាំងអស់គ្នាគឺនៅចិត្តតាប៉ុន្តែចង់ជិះឡានដោយសារតែរៀងហត់ហើយចុះពីលើយន្តហោះមកអត់មានតបានញ៉ាំអីសោះឥឡូវនេះខ្ញុំបានមកដល់កន្លែងញ៉ាំអីហើយអ្នកទាំងអស់គ្នាហើយក៏កំងម្ហូបភ្លាមបន្ទាប់មកក៏ឈៀថតរូបមកពុះពីប៉ុស្តិ៍ទុកជាអនុស្សាវរីយ៍ហើយនេះក្មួយខ្ញុំឃើញពីសារអណាអ្នកទាំងអស់គ្នាហើយចំពោះខ្ញុំគឺញ៉ាំ steak តិចតួចទេអ្នកទាំងអស់គ្នាដែលខ្ញុំជួយចិត្តញ៉ាំ steak ហើយរសជាតិនៅនេះគឺឆ្ងាញ់ហើយប្លែកអញ្ចឹងបន្ទាប់ពីយើងញ៉ាំអីអស់មកស្ទូធំឥឡូវយើងត្រឡប់មកដល់កន្លែងគេងវិញហើយភ្លឺបាត់ហើយអ្នកនរគ្នាក៏ទៅលឿនមែនតើពេលវេលាពិតជាដើរលឿនណាឈរជាភ្លឺចឹងហើយខ្ញុំក៏បានចូលមកក្រោមដើរលេងពីប្រជុំជុំវិញ resort តាមពិតទៅវីដេអូនេះគ្រាន់តែជាវីដេអូខ្លីៗដែលខ្ញុំថតលេងទេអ្នកនរគ្នាពេលខ្លះអាចជាមើលអត់យល់ហើយវល់មែនតើដោយសារតែពីដំបូងគឺខ្ញុំអត់មានបំណងថាចេញវីដេអូ vlog បែបវែងចឹងទេអញ្ចឹងគឺខ្ញុំយកវីដេអូខ្លីៗយកមកផ្គុំដើម្បីឲ្យកាត់ចេញជាវីដេអូវិញអញ្ចឹងអ្នកនរគ្នាមើលទៅប្រហែលជាវល់មុខខ្លាំងមែនតើហើយឥឡូវខ្ញុំបានមកដល់កន្លែង breakfast ហើយកំពុងតែហូរអីញ៉ាំតែមុននឹងហូរអីញ៉ាំគឺសូមទៅចុចយកកាហ្វេមុនគេសិនដោយសារតែខ្ញុំខ្វះកាហ្វេអត់បានទេហើយនេះគឺជាបងប្រុសខ្ញុំគាត់កំពុងតែចុចកាហ្វេម៉ាស៊ីនកាហ្វេនេះយើងគ្រាន់តែចុចទៅលើពាក្យដែលយើងចង់ផឹកឧទាហរណ៍ថាយើងចង់ផឹកកាហ្វេអាឡាតេយើងចុចទៅលើអាឡាតេយើងទៅគឺម៉ាស៊ីនហ្នឹងនឹងធ្វើកាហ្វេអាឡាតេឲ្យយើងតែម្ដងការពិតទៅរសជាតិមួយយ៉ាងដែរឆ្ងាញ់អាចទទួលយកបានតែបើសិនជាអ្នកចូលចិត្តញ៉ាំកាហ្វេដិតដូចខ្ញុំយើងស្ទើរបន្តិចតែអីអាចញ៉ាំបានទៅនឹងឥឡូវខ្ញុំយកចេញហើយខ្ញុំយកទៅផឹកសិនបន្ទាប់ពីញ៉ាំអាហារពេលផឹកហើយខ្ញុំក៏ចុះដើរលេងនៅជុំវិញ resort បន្តិចអ្នកទាំងអស់គ្នាបើនិយាយពីទំហំផ្ទៃដីនៃ resort នេះគឺធំអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំដើរបានឆ្ងាយដែរដើរតិចទៀតខ្ញុំចុះទៅដល់កន្លែងសមុទ្រតែឥឡូវយើងថតពីលើ resort ចេញទៅឃើញថាទេសភាពស្អាតមែនទែនខ្ញុំចូលចិត្តបរិយាកាសបែបហ្នឹងអ្វីដែលពិសេសចំពោះ resort ផ្កាយ5មួយនេះទៀតអ្នកទាំងអស់គ្នាគឺនៅចិត្តពលានទីតាំងគឺអត់នៅឆ្ងាយពីពលានទេអញ្ចឹងចំពោះយើងជាភ្ញៀវទេសចរយើងតែងតែចង់បានកន្លែងស្នាក់នៅដែលនៅចិត្តពលានដើម្បីងាយស្រួលធ្វើដំណើរទៅវិញទៅមកបន្ទាប់ពីថតនៅលើអនជិតខ្ញុំក៏ដើរចូលមកក្រោមដើរមកកន្លែងមាត់សមុទ្រដើម្បីស្រូបយកខ្យល់អាកាសពីសមុទ្រខ្លះអ្នកទាំងអស់គ្នាហើយអាកាសធាតុនៅនេះគឺត្រជាក់ហើយមិនត្រជាក់ខ្លាំងណាស់ប៉ុន្តែវាត្រជាក់ល្មមដែរប៉ុន្តែខ្ញុំអាចទទួលយកបានហើយខ្ញុំចូលចិត្តយើងត្រជាក់ចឹងដែរយើងស្រួលដើរលេងបើសិនជាយើងក្តៅគឺពិបាកដើរលេងឥឡូវនេះខ្ញុំចុះមកដល់មាត់ឆ្នេរហើយទេសភាពស្អាតហើយត្រជាក់ភ្នែកមែនតើបន្ទាប់ពីដើរលេងបានមួយស្ទុះខ្ញុំក៏សម្រេចចិត្តឡើងមកកន្លែង resort វិញហើយខាងនេះគឺអាងទឹកខ្ញុំក៏បានថតរូបលេងហ
ហើយក្មួយរបស់ខ្ញុំក៏គាត់ទាចង់ងុយទឹកចឹងម៉ាក់ខ្ញុំក៏នាំគាត់ងុយទឹកហើយពួកយើងក៏បានថតរូបទុកជាអនុស្សាវរីយ៍ខ្លះហើយខ្ញុំក៏ឡើងមកប្រមូលអីវ៉ាន់ដើម្បីរៀបចំ check out ទៅកន្លែងមួយទៀតហើយ selfie មួយ person ឥឡូវនេះយើងបាន check out រួចរាល់ហើយយើងក៏មកកន្លែងលក់គ្រឿងសមុទ្រនៅនេះធូរមែនតើអ្នកទាំងអស់គ្នាព្រោះអីដាណាងគឺជាខេត្តមួយដែលជាប់សមុទ្រអញ្ចឹងគឺសបោគ្រឿងសមុទ្រឥឡូវនេះខ្ញុំកំពុងដើរមើលគ្រឿងសមុទ្រដើម្បីឲ្យគេថ្លឹងហើយយើងឲ្យគេយកទៅធ្វើម្ហូបឲ្យហ្មងកន្លែងនេះគេលក់ផងហើយគេធ្វើម្ហូបឲ្យយើងផងដែរអ្នកទាំងអស់គ្នាហើយវីដេអូកន្លែងនេះគឺរៀងលឿនបន្តិចឥឡូវនេះម្ហូបដែលយើងកំងគឺបានចេញហើយគឺបកាដុតទឹកដូងហើយមានរសជាតិឆ្ងាញ់ហើយអ្វីដែលសំខាន់គេមានដុតភ្លើងពីក្រោមបកានឹងទៀតអ្នកទាំងអស់គ្នាបើតាមខ្ញុំគិតប្រហែលជាគេដុតឲ្យអស់អាសម្រាមផុយវាតិចណាប៉ុន្តែដល់ពេលដុតអញ្ចឹងទៅវាឈ្ងុយវាកាន់តែឈ្ងុយវាមួយយ៉ាងដែររសជាតិប្លែកបន្ទាប់ពីញ៉ាំអីពេលថ្ងៃរួចហើយខ្ញុំនិងគ្រួសារក៏ចាប់ផ្ដើមរៀបចំ plan មួយទៀតគឺ plan ធ្វើដំណើរទៅលេងកន្លែងភ្នំឈ្មោះថា Da Nang Hill អញ្ចឹងភ្នំនេះយើងធ្វើដំណើរទៅរៀងឆ្ងាយដែរហើយយើងត្រូវជិះកន្ត្រកដើម្បីឡើងទៅលើភ្នំនឹងទៀតចំពោះដំណើរកំសាន្តមកលេងប្រទេសវៀតណាមនេះគឺសប្បាយសម្រាប់ខ្ញុំក៏ប៉ុន្តែក៏មានផលវិបាកខ្លះដែរដោយសារតែនៅវៀតណាមគេប្រជាពលរដ្ឋភាគច្រើនអត់សូវប្រើភាសាអង់គ្លេសទេអញ្ចឹងនេះជាមូលហេតុដែលខ្ញុំមាននិយាយថាវាពិបាកព្រោះខ្ញុំមិនមែនមកជាលក្ខណៈតាមធួទេនេះគឺជាមកលក្ខណៈឯកជនអញ្ចឹងយើងត្រូវការប្រើប្រាស់ភាសាអង់គ្លេសហើយនៅពេលដែលយើងនិយាយអង់គ្លេសទៅពួកគាត់ស្ដាប់បានគឺរៀងពិបាកត្រង់ហ្នឹងប៉ុន្តែយើងនៅតែអាចមានមធ្យោបាយដោះស្រាយបានដោយសារសប្តាហ៍គឺមានប្រព័ន្ធបច្ចេកវិទ្យាទំនើបយើងអាចប្រើ translate អីចឹងទៅហើយឥឡូវនេះខ្ញុំកំពុងតែជិះកន្ត្រកឡើងទៅលើភ្នំ Da Nang Hill ហើយអ្នកទាំងអស់គ្នាកន្លែងទី1គឺយើងត្រូវទៅដល់នោះគឺកន្លែងបាត់ដៃហើយនៅតាមផ្លូវឃើញអ្នកទាំងអស់គ្នាគឺចុះអាប់ខ្លាំងមែនទែនហើយត្រជាក់ចាប់ផ្ដើមឡើងពីមួយដំណាក់កាលទៅគឺកាសធាតុកាន់តែត្រជាក់ខ្លាំងទៅអញ្ចឹងឥឡូវនេះគឺខ្ញុំត្រូវមកដល់កន្លែងចំណតទី1ហើយគឺកន្លែងបាត់ដៃអញ្ចឹងពេលមកដល់នេះគឺខ្ញុំរៀងខកចិត្តបន្តិចអ្នកនរគ្នាដោយសារខ្ញុំឃើញនៅថតគឺអត់សូវមានមនុស្សទេដូចថាល្មមមកអាចឲ្យយើងថតបានចឹងប៉ុន្តែដល់ពេលមកមនុស្សច្រើនមែនទែនច្រើនខ្លាំងហ្មងរហូតដល់ខ្ញុំថតអត់កើតទេអាចថតបានខ្លះដែរអ្នកនរគ្នាប៉ុន្តែវាឆក់កណ្ដៀតពេកដល់ពេលអញ្ចឹងយកបាន free style ហើយឲ្យតែយើងថតពឹបគឺគេចូលដែរហ្មងអញ្ចឹងគឺពិបាកថតហ្មងហើយខ្ញុំក៏សម្រាប់ចិត្តថាដើរមកខាងលើទៀតហ្មងទៅចំណែកផ្កានៅនេះវិញគឺលូតលាស់ល្អមែនទែនដោយសារតែនៅលើភ្នំត្រជាក់អញ្ចឹងហើយខ្ញុំសូម្បីអត់ចូលចិត្តផ្កាក៏មើលទៅចូលចិត្តផ្កាដែរដោយសារតែលាស់មកស្រស់ល្អពេកហើយឥឡូវនេះបន្ទាប់ពីដើរលេងនៅកន្លែងតង់ទី1ហ្នឹងហើយយើងត្រូវឡើងកន្ត្រកជិះមកតង់ទី2ទៀតអ្នកទាំងអស់គ្នាដើម្បីមកកន្លែងអគារបុរាណរបស់បារាំងអ្នកទាំងអស់គ្នាប៉ុន្តែមិនមែនបារាំងអ្នកធ្វើកន្លែងនេះគឺគេកែច្នៃតែការ design គឺបែបបារាំងហើយឥឡូវនេះខ្ញុំចាប់ដើមអង្គុយនៅស្ងៀមហើយអ្នកទាំងអស់គ្នាហើយមិនអង្គុយយក style អីទេគឺអង្គុយមើលផែនទីព្រោះឥឡូវចាប់ដើមវែងមែនតើហើយបន្ទាប់ពីអង្គុយមើលផែនទីឲ្យមកស្ទុះក៏ដើរមកតាមផែនទីហើយមកជួបខាងជើងចម្លងធរអាណាឆ្កុយនេះវិញអ្នកទាំងអស់គ្នាហើយតាមពិតគោលបំណងនេះគឺចង់ទៅកន្លែងអគារខ្ពស់មួយទៀតដែលនៅកន្លែងបារាំងហ្នឹងប៉ុន្តែខ្ញុំដើរខុសមកជួបខាងជើងចម្លងធរអញ្ចឹងហើយក៏ដើរកន្លែងបារាំងហ្នឹងបានតែបន្តិចហើយថតរូបក៏បញ្ញាប់មកវិញដោយសារតែនៅលើភ្នំហ្នឹងគឺគេមានម៉ោងកំណត់គេត្រឹមម៉ោង5យើងត្រូវតែចុះឲ្យបានពីលើភ្នំហ្នឹងមកដល់កន្លែងធម្មតាវិញអញ្ចឹងគឺយកមានពេលច្រើនដើម្បីថតរូបទេប៉ុន្តែខ្ញុំគ្រាន់តែចំណាយពេលវិញហ្នឹងគឺអស់ច្រើនម៉ោងមែនតើឥឡូវនេះល្ងាចហើយចឹងខ្ញុំក៏ចុះមកវិញហើយគ្រាន់តែចុះមកដល់ខាងជាំខោមភ្លាមគឺរកអីញ៉ាំភ្លាមដើម្បីចាប់បានទៅសម្រាប់ហើយស្អែកយើងនឹង fly ទៅហូជីមិញវិញហើយឥឡូវនេះខ្ញុំបានមកដល់កន្លែងញ៉ាំអីចិត្តអូតែវិញហើយក៏បានកំងសាច់គោ steak ខ្ចប់ស្លឹកមាសមួយសម្រាប់ញ៉ាំពេលល្ងាចបើនិយាយចំពោះរសជាតិម្ហូបនៅវៀតណាមគឺពួកគាត់ធ្វើឆ្ងាញ់ប៉ុន្តែខ្ញុំស្ដាយម្យ៉ាងអ្នកទាំងអស់គ្នាគឺខ្ញុំអត់បានដើរញ៉ាំម្ហូបតាមផ្លូវដោយសារតែយើងដើរលេងហត់ពេកហើយអញ្ចឹងយើងមានតែចូលញ៉ាំហាងពពហើយទៅគេងទេយើងអាចដើរញ៉ាំតាមផ្លូវតាមពិតបើសិនជាញ៉ាំតាមផ្លូវទៀតគឺកាន់តែឆ្ងាញ់យើងបានញ៉ាំបែបម្ហូបតាមតំបន់របស់គេអញ្ចឹងពេលវេលាក៏ងាកមកដល់ថ្ងៃស្អែកយើងត្រូវឡើងយន្តហោះទៅទីក្រុងហូជីមិញវិញឥឡូវនេះខ្ញុំបានមកដល់ពលានហើយកំពុងតែនាំគ្នាឡើងយន្តហោះហើយឥឡូវក៏មកដល់ទីក្រុងហូជីមិញវិញតែម្ដងនិយាយទៅលឿនដូចគេកុហកចឹងវីដេអូ vlog របស់ខ្ញុំអញ្ចឹងគ្រាន់តែមកដល់ហូជីមិញវិញខ្ញុំនិងក្រុមគ្រួសារគឺអត់បង្អង់យូរទេគឺក៏កន្លែងញ៉ាំអីនៅលើទូកដើម្បីជិះមើលទីក្រុងហូជីមិញនៅពេលយប់ហើយយើងញ៉ាំអាហារពេលល្ងាចនៅលើទូកនឹងតែម្ដងហ
ហើយនេះគឺជា menu អាហារអ្នកទាំងអស់គ្នាហើយអាហារអត់មានច្រើនមុខទេប៉ុន្តែនៅកន្លែងនេះគឺគេផ្ដោតទៅលើការញ៉ាំអីនៅលើទូកហើយគយគន់ទេសភាពតែប៉ុណ្្នឹងឯងចំពោះញ៉ាំអាហារនៅលើទូកគឺគេគិតចំនួនមនុស្សអ្នកទាំងអស់គ្នាគេអត់គិតការកំងរបស់យើងទេហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយផងដែរដែលខ្ញុំនៅប្រទេសវៀតណាមអញ្ចឹងគឺយើងអត់មានថ្ងៃស្អែកទៀតទេយើងមានតែថ្ងៃហ្នឹងសម្រាប់ប្លុកនៅវៀតណាមហើយស្អែកខ្ញុំតែងើពីបរំទៀតដើម្បីជិះឡានឆ្លងដែនទៅប្រទេសកម្ពុជាយើងវិញហើយសូមអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីទស្សនាវីដេអូមួយនេះរហូតដល់ចប់ការពិតទៅវារៀងវល់មុខប៉ុន្តែក៏សប្បាយមួយយ៉ាងដែរសម្រាប់ខ្ញុំមើលវីដេអូនេះហើយខ្ញុំម្នាក់ឯងហ្មង